មកដឹងពីអត្ថប្រយោជន៍របស់ផ្លែម្នាស់ម្នាស់គឺជាផ្លែឈើមួយប្រភេទមានរសជាតិផ្អែមប្លែកនិងសម្បូរសារធាតុចិញ្ចឹមការស្រាវជ្រាវបានរកឃើញថាការទទួលទានផ្លែម្នាស់ជួយប្រឆាំងនឹងការរលាកនិងការប្រឆាំងអុកស៊ីតកម្មរបស់ម្នាស់និងទូនាទីរបស់វានៅក្នុងការរំលាយអាហារនិងភាពស៊ាំទាំងនេះគឺជាអត្ថប្រយោជន៍របស់ផ្លែម្នាស់ទី1ប្រឆាំងអុកស៊ីតកម្មសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែម្នាស់ជួយកម្ចាត់រ៉ាឌីកាល់សេរីម៉ូលេគុលមុនសរសេរទាំងនេះអាចបណ្ដាលឲ្យមានការខូចខាតអុកស៊ីតកម្មនិងរួមចំណែកដល់ស្ថានភាពសុខភាពដូចជាជំងឺទឹកនោមផ្អែមជំងឺសរសៃឈាមបេះដូងនិងមហារីកមួយចំនួនការស្រាវជ្រាវបានរកឃើញថាម្នាស់មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាងផ្លែឈើមួយចំនួនដូចជាផ្លែបឺរនិងភេទជ្ជៈទី2ជួយផ្នែកសុខភាពពោះវៀនវាមានប្រយោជន៍ជាពិសេសសម្រាប់អ្នកដែលរស់នៅជាមួយភាពមិនគ្រប់គ្រាន់នៃលំពែងដែលវាមានលក្ខខណ្ឌវេជ្ជសាស្ត្រដែលលំពែងមិនបង្កើតអង់ស៊ីមរំលាយអាហារគ្រប់គ្រាន់ទី3អាចបង្កើតភាពស៊ាំម្នាស់ជាម្ហូបអាហារក្នុងឱសថបុរាណរាប់សតវត្សមកហើយអ្នកដែលទទួលទានម្នាស់មានហានិភ័យទាបនៃការឆ្លងមេរោគនិងបាក់តេរីហើយអ្នកចូលរួមដែលទទួលទានផ្លែម្នាស់ច្រើនបំផុតមានកោសិកាឈាមខ្ពស់ជាងក្រុមដទៃទៀតទី4អាចធ្វើឲ្យងើបឡើងវិញជាមួយថាមពលដែលបានបាត់បង់មនុស្សអាចកាត់បន្ថយពេលវេលាដែលវាត្រូវការដើម្បីជាសះស្បើយក្រោយពេលហាត់ប្រាណនិងវះកាត់កាបូអ៊ីដ្រាតនៅក្នុងផ្លែម្នាស់អាចជួយបំពេញថាមពលដែលបានបាត់បង់ក្នុងអំឡុងពេលហាត់ប្រាណហើយប្រូមីលីនអាចជួយផ្ដល់អត្ថប្រយោជន៍ប្រឆាំងនឹងការរលាកបន្ទាប់ពីវះកាត់ទី5អាចជួយកម្រិតកូលេស្តេរុលដែលមានសុខភាពល្អកូលេស្តេរុលលើសនៅក្នុងចរន្តឈាមគឺជាកត្តាហានិភ័យដ៏សំខាន់សម្រាប់ជំងឺសរសៃឈាមបេះដូងលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់ម្នាស់ក៏អាចផ្ដល់អត្ថប្រយោជន៍ដល់បេះដូងសុខភាពផងដែរតាមរយៈសមត្ថភាពកាត់បន្ថយជាតិខ្លាញ់របស់វាទី6ការពារការខូចខាតស្បែកផ្លែម្នាស់វាអាចជួយប្រឆាំងនឹងការខូចខាតស្បែកដែលបណ្ដាលមកពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យនិងការបំពុលទី7ការបំបត្តិការឈឺចាប់រលាកសន្លាក់នៅក្នុងម្នាស់អាចត្រូវបានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលប្រឆាំងនឹងការឈឺសន្លាក់នៅក្នុងគំរូសត្វនិងការសិក្សាគ្លីនិកឥទ្ធិពលប្រឆាំងនឹងការរលាករបស់វាអាចផ្ដល់នូវការធូរស្រាលដល់អ្នកដែលមានរោគសញ្ញានៃជំងឺរលាកសន្លាក់ទី8អាចជួយដល់សុខភាពឆ្អឹងម្នាស់គឺជាប្រភពដ៏មានតម្លៃនៃទង់ដែងកំណាត់ម្នាស់មួយពែងផ្ដល់ទង់ដែង 0.18 មីលីក្រាមដែលជា 20% នៃតម្លៃប្រចាំថ្ងៃសម្រាប់មនុស្សពេញវ័យទង់ដែងការពារការស្រូបយកឆ្អឹងឬការស្រូបយកកោសិកាឆ្អឹងដែលខូចនៅក្នុងឈាមទី9ម្នាស់គឺជាផ្លែឈើសម្បូរសារធាតុចិញ្ចឹមមានន័យថាវាមានជីវជាតិខ្ពស់និងកាឡូរីទាបចំណែកម្នាស់មួយពែងផ្ដល់នូវកាឡូរី 82.5 ប្រូតេអ៊ីន 0.9 ក្រាមកាបូអ៊ីដ្រាត 21.6 ក្រាមខ្លាញ់ 0.2 ក្រាមជាតិសរសៃ 2.3 ក្រាមវីតាមីន C 78.9 មីលីក្រាម